នៅតែពិបាកចិត្តនឹងខ្លួនឯងដែលមាន Roblox ចាយទិញខោទិញអាវទិញ avatar លយដូចគេបើអញ្ចឹងមិនឈប់សើតម្នាក់ឯងទៀតទៅឈប់ឲ្យគេរើសអើងទៀតទៅសារថ្ងៃនេះគឺខ្ញុំនឹងបង្ហាញផ្លូវអ្នកគ្នាទាំង3ដែលឲ្យអ្នកគ្នាស្វែងរក Roblox ដែលកំពុងតែលាក់ខ្លួនពីអ្នកគ្នាបានទោះជោគជ័យទៀតគឺនឹងតែកើតអ៊ីលក់ម៉ាស់តែម្ដង So ទី1ប្រដងអ្នកគ្នាចូល Marketplace អូសដាវរកអាវយករបស់ទៅទិញគេហើយយកមកពាក់ហើយមានដឹងអត់ថាអ្នកគ្នាអាចបង្កើតកៅអៅឬក៏លក់យករបស់ចាយឬក៏យកមកពាក់ខ្លួនឯងក៏បានដែលដំបូងគេរបៀបបង្កើតកៅអៅអ្នកគ្នាចូលមកក្នុង Play Store មក search ហៅ app ដែលមានឈ្មោះថា Ibis Paint X គឺវាមានរូបបែបនេះហើយចុច download វាមកអំឡុងពេលដែលកំពុង download វាថាពាក្យថា Roblox template ហើយយើងធ្វើការដើរហៅ template មួយមកដែលនេះចឹង template វាគឺគេកាត់អក្សរចោលហើយចឹងវាស្រួលក្នុងការធ្វើបន្ទាប់មកយើងធ្វើការចុចលើរូបមួយជាប់ហើយចុច download វាទៅហើយយើងហោះមក app ដែលយើង download វិញបន្ទាប់មកយើងចុច my gallery លេខមកក្រោមនេះឃើញសញ្ញាបូកហើយចុចវាទៅហើយប្រកាសអាកន្លែងនេះថាដាក់លេខ585ហើយមួយទៀតដាក់559ដល់ពីហើយចុចវាថាអូខេហើយគឺវានឹងនាំយើងមកកន្លែង edit ហើយកន្លែងមកក្រោមនេះចុចឲ្យរូប layer នេះមួយហើយចុចដាក់ background transparency មួយពណ៌ខ្មៅក៏បានពណ៌សក៏បានតាមក្បាលខ្លួនឯងហើយចុចអារូប layer មិញម្ដងទៀតបន្ទាប់មកចុចរូបកាមេរ៉ាហើយធ្វើការ import a shared template មិញដែលអ្នកគ្នា download មិញមកចុច create ទៅបានហើយពេលហើយអ្នកគ្នាបញ្ចេញស្នាដៃខ្លួនឯងបានហើយចង់គូអីគូទៅតាមចិត្តតែម្ដងអូខេហើយនេះគឺខ្ញុំបានគូហើយwhat the alright បន្ទាប់ពីគូហើយធ្វើការចុចអាកន្លែង layer នេះម្ដងទៀតហើយចុចទៅលើ layer template របស់យើងពេលហើយយើងចុចចេញវិញទៅហើយធ្វើការ zoom ទៅលើអា template កៅអៅដែលយើងគូមិញហ្នឹងហើយធ្វើការចុចលុបកាត់អក្សរនៅលើ template កៅអៅយើងនឹងចេញអស់ព្រោះថានៅពេលដែលយើង import ចូលទៅបង្កើតកៅអៅគឺកៅអៅយើងនឹងឃើញឆ្នូតសស្អាតទេអ្នកគ្នាកាត់អាខ្សែវិញសនៅកណ្ដាលហ្នឹងអស់ទៅហើយទុកអាទូចក្លៀតហ្នឹងគឺអត់អីទេបន្ទាប់ពីហើយចុចទៅលើអាសញ្ញាព្រួយមួយនេះហើយចុច save image ហើយចុច OK បន្ទាប់ពីហើយគឺវានឹង save ចូលទូរស័ព្ទអ្នកគ្នាហើយហោះមក Google វិញហើយសើចថា Roblox ដល់ពេលចូលហើយចុចថា continue in browser ហើយចុច createបន្ទាប់ពីចូលហើយកលេចមកកលៀតនេះដាររូបដែលមានអក្សរ creation មួយនេះដល់ពេលចុចលើវាហើយមកដល់កន្លែងនេះចុចពាក្យថា avatar item ហើយអស់មកក្រោម zoom ឃើញពាក្យថា classic ហើយចុចវាទៅហើយកលេចមកក្រោមឃើញពាក្យថា filter ហើយដូរពី classic t-shirt ដូរទៅ classic shirt វិញកលេចមុខមកកណ្ដាលចុចពាក្យថា upload asset ហើយកលេចមកនេះវិញចុច upload ហើយធ្វើការ import template កៅដែលអ្នកគ្នាគូទាំងមូលមិនចូលទៅដល់ពី import ចូលទាំងអស់ហើយធ្វើការអស់មកក្រោមនេះអ្នកគ្នាដាក់ឈ្មោះកៅអ្នកគ្នាដាក់អីដាក់ទៅតាមចិត្តតាមម្ដង alright បន្ទាប់ពីដាក់ឈ្មោះដាក់កៅអីអស់ហើយធ្វើការអស់មកក្រោមគេអស់មកដោយវានឹងឲ្យអ្នកគ្នាចំណាយ10 Robux ក្នុងការបង្កើតកៅអៅមួយបន្ទាប់ពីចំណាយ10 Robux upload ហើយធ្វើការចុចអាកន្លែង creation នេះដែរវិញមកចុច avatar item ចុច classic t-shirt រហូតដល់កន្លែងដែរយ៉ាងវិញហើយចុចលើរូបនិងឈ្មោះកៅអៅដែលយើងបានបង្កើតមិញហ្នឹងមកកន្លែងមុខមកកន្លែងនេះឃើញពាក្យថា on sale ហើយចុចបើកវាទៅអូមកក្រោមទៀតអ្នកគ្នានឹងឃើញ set price ហើយអ្នកគ្នាចង់ដាក់តម្លៃប៉ុន្មាន5 Robux 6 Robux ប៉ុន្មានក៏បានតាមក្បាលវ៉ាខ្លួនឯងហើយចុច confirm ទៅគឺហើយ and boom អ្នកគ្នាក៏បានកៅអៅមួយដែលធ្វើពាក់ខ្លួនឯងហើយក៏បានដាក់លក់ក្នុងតម្លៃ1 5ឬក៏6 Robux ដែលអ្នកគ្នាដាក់ហ្នឹងឲ្យគេទិញផងដែរឈប់សិនពេលដឹងពីវិធីហើយអត់មានណាយកទៅបង្កើតឲ្យអាភាដែរគេមើលណានេះក៏ចាប់ដាក់គុកហើយ ban account មួយជីវិតឥឡូវគឺយើងចូលមកដល់វិធីទី2វិញម្ដង So អាផ្លូវទី2នេះខ្ញុំគិតថាស្រួលជាងគេហើយព្រោះថាយើងអាចរក Robux បាននៅហ្គេមមួយដែលមានឈ្មោះថា Please Donate ហ្គេមនេះគេមានបាក់ទេយើងគ្រាន់តែដើរមកនេះមកហើយចុចបើក stand មួយទៅគឺយើងអាចដើរសុំ Robux គេបានហើយដែលដើរទៅសារ outfit គេរាក់ទាក់គេទៅប៉ះដល់មនុស្សល្អគឺគេនឹងមក donate យើងហើយពេលខ្លះមកក្បាច់ក៏អាចធ្វើអ្នកគ្នាខ្លាយជាអ្នកមានមួយរំពេចក៏អាចថាបានដែរចូលឥឡូវគឺយើងចូលមកដល់ផ្លូវចុងក្រោយគេវិញម្ដងបើអ្នកគ្នាសង្កេតតែមើលបណ្ដាញសង្គមពណ៌ក្រហមនិងពណ៌ខ្មៅគឺសម្បូរទៅដោយ Roblox content creator ច្រើនមែនតើហើយពួកគេគឺតែងតែឲ្យ audience ឬក៏ fan ពួកគេចូលទៅកាន់ DC ឬក៏ Telegram នឹងឯងហើយពេលខ្លះក៏ពួកគាត់អាចតម្លាក់ challenge ឬក៏ giveaway ធំឲ្យ audience ឬក៏ fan ពួកគាត់លេងយក Roblox ដែរចឹងហើយគឺមានន័យថាអ្នកគ្នាក៏អាចរក Roblox ទៅតាមការលេង giveaway របស់ពួកគាត់ដែរហើយបើអត់ដឹងថាចូល channel មួយណាទេ
ចូលរបស់ខ្ញុំមកចឹងតែ link Telegram របស់ខ្ញុំដាក់នៅ description ខាងក្រោមហើយខ្ញុំធ្វើការលេង giveaway រៀងរាល់ពេលយូរម្ដងហើយក៏មានការហៅលេងជុំគ្នារៀងរាល់ពេលយប់ដែរហើយបើអ្នកគ្នាជា player Roblox Lonely លេងតែម្នាក់ឯងអីក៏ចូលទៅគឺត្រូវហើយបើអ្នកគ្នាជា player 99 Night in the Forest ទៀតក៏មានសេវាកម្ម up diamond និងតម្លៃសមរម្យជូនដែរហើយបើសួរខ្ញុំថាម៉ានអត់ទៅនឹងបាត់តាណាមិនបានឃើញចេញវីដេអូចឹងចម្លើយតែមួយគាត់នោះគឺថាខ្ញុំខ្ជិលមកខ្ជិលហើយថាដេកអស់រយៈពេលជាច្រើនណាស់តហើយគឺទៅតែដឹងខ្លួនថាធ្វើវីដេអូអ្នកគ្នាមើលឡើងវិញហើយឲ្យខ្ញុំ sorry អ្នកគ្នាខ្លាំងមែនតើដែលបានຕົកអ្នកគ្នាចោលអស់រយៈពេលមួយខែ and goodbye see you subscribe